ងពីមុនខ្ញុំប្រាប់ហាញតាមមែនទេចាំតែបញ្ចប់ការសិក្សាភ្លាមខ្ញុំនឹងបោះតង់ផ្ដល់រង្វាន់ឲ្យខ្លួនឯងម្ដងបោះតង់នៅខាងក្រៅម្នាក់ឯងគ្រោះថ្នាក់ណាចុះបើសិនជាអាចជួបមនុស្សរកចិនធ្វើយ៉ាងម៉េចសម័យនេះហើយមានមនុស្សរកចិត្តច្រើនមកពីណាទេខ្ញុំជាប្តីរបស់នាងឆាប់ហៅប្តីទៅបើមិនហៅប្តីទេយើងចុះនរកជាមួយគ្នាលោកប្តីហៅទៀតលោកប្តីអាចនៅក្នុងនេះទេប្តីប្រពន្ធគេកំពុងធ្វើការចាប់ត្រូវខាត់ទៅស្រេចបានល្អណាស់ចំជាតួសម្ដែងល្អមែនមនុស្សរកចិត្តនាងជាមនុស្សស្រីតែម្នាក់ដែលហ៊ានទះកាភ្លៀងខ្ញុំនៅលើโลกនេះប៉ុន្តែមិនអីទេខ្ញុំจะពាក់នាងយកអានេះទៅក្រុងឡុងខ្ញុំនៅតាស៊ីខ្ញុំនឹងប៉ះប៉ៅឲ្យនាងតែប្រុសស៊ីវស្រីម្នាក់នេះគេតាមរកលោកហើយចង់ប្តឹងពីលោកពីបទបំពានទាំងកណ្ដាលជុកពិតជាមានន័យដំបូងឡើយគឺចង់សម្លេះនាងចោលប៉ុន្តែឃើញនៅក្នុងដៃរបស់នាងមានជារបស់លោកដូច្នេះហើយបានជាមិនហ៊ានថ្មីនេះនាងកំពុងធ្វើអ្វីដឹកជញ្ជូននាងជាសិស្សនៅមហាវិទ្យាល័យឡុងឈីងស្ថានភាពគ្រួសាររបស់នាងលំបាកណាស់ពឹងលើការដឹកជញ្ជូនដើម្បីរកលុយរៀនសូត្របបប្រុសមានរឿងធំមកល្អហើយឆាប់ឡើងទៅមើលទៅយ៉ាងម៉េចហើយនៅមករបស់ពួកយើងរកកូនប្រសា30នាក់ឲ្យបងហើយថាបងត្រូវតែរើសយកម្នាក់ដើម្បីជាអនាគតកុំឲ្យគាត់ខ្ជិះកម្លាំងអីខ្ញុំមិនជួយចិត្តប្រពន្ធម្សាយក្រាស់ទាំងអស់អញ្ចឹងតើបងចូលចិត្តយ៉ាងម៉េចទៅខំមកទៀតហើយតាមខ្ញុំបបតែរកប្រពន្ធមែនអីកំងឲ្យហៅខ្ញុំនៅជាន់ខាងលើក្រែងមានចុកភើហើយតាអាមិនបានជាត្រូវកំងមកហូបបែបនេះតែប្រុសសៀវបើណាសៀវមកចាំពេលល្អណាស់កូនមើលទៅទាំងនេះគឺសត្វតែម៉ាក់រើសយកជាពិសេសឲ្យកូនណាអ្នកប្រុសសៀវខ្ញុំគឺជាឈីមកពីតកោអ៊ីនេះជាអនុសាសខ្ញុំអ្នកប្រុសសៀវខ្ញុំគឺសៀវម៉ាំងតកោអ៊ីនេះជាប្រវត្តិរូបខ្ញុំចេញទៅរឿងនេះកុំឲ្យមានលេខខ្លៅទៀតអសឯងបំភ្លេចបំណងប្រាថ្នាតាឯងមិនទៅហើយមែនទេគាត់សង្ឃឹមឲ្យឯងឆាប់រៀបការព្រឹកពីឯងនេះចង់ឲ្យគាត់ស្លាប់បាត់ភ្នែកនឹងចិត្តមែនទេបានជាយកប៉ាចេញមកខ្ញុំក៏គ្មានពាក្យនិយាយសួស្ដីនៅទីប្រលោកអ្នកណាកំងអញ្ចឹងខ្ញុំរើសម្នាក់ឲ្យខ្ញុំចូលចិត្តចុះខ្ញុំរើសគេមានចំណាក់ដាក់ចិញ្ចឹមសម្អល់ម្នាក់ហ្នឹងមែនហើយបងប្រុសបងឈួតហើយទេដឹងគឺលោកមនុស្សរកចិត្តជួបគ្នាទៀតហើយប្រពន្ធមកសៀវកុំប្រដេកផ្ដាខ្ញុំមិនបានប្រដេកផ្ដាពួកយើងទាំងពីរនាក់បានរួមរស់ជាមួយគ្នាហើយបងប្រុសបងបែរឲ្យចិញ្ចឹមមួយវងដែលអាចក្លាប់ក្រុងបានទៅឲ្យស្រីម្នាក់នេះអញ្ចឹងហីការពិតលោកគឺមកសៀវចឹងហើយយើការពិតលោកគឺមកសៀវតែចាំមិនក៏គិតខ្លីយ៉ាងនេះប៉ាចាំមិនហេតុប៉ាសំឈិនប៉ាអញព្រមនឹងសម្ពាធមិនបានលោកទៅលើអគារសពប៉ាពីបោះសៀវតកូនអ្នកមានមិនចេះខ្ជាក់ឆ្អឹងនេះកុំនិយាយអីគេមកហើយគួតបែបតែហើយនេះហ៊ានបាយបងប្រុសរបស់ខ្ញុំឲ្យចង់ស្លាប់បែបទេនឹងថាជាលោកលើកពីដំបងថ្ងៃនោះខ្ញុំនឹងទៅបាត់ជាមួយលោកនាងចង់ស្លាប់ពិតប្រាកដណាស់នេះគឺជាចិញ្ចៀនគ្រប់គ្រងគ្រួសារតកូនមាត់នេះមិនដឹងទេអីខ្ញុំមិនដឹងជាមនុស្សអាក្រក់ចេះល្អណាស់ឆ្ងាយពីខ្ញុំទៅមិនចឹងខ្ញុំមិនក៏ខ្នោដឹងតែគ្រួសារលោកប្រហើនាងជាស្អីហ៊ានប្រមាថតកូនមកខ្ញុំបងប្រុសបងចង់ឲ្យនាងស្លាប់យ៉ាងម៉េចទៅប្រាប់ខ្ញុំមកខ្ញុំស្រីឃ្លានចង់សម្លាប់មនុស្សហើយម៉ូអ៊ីនបាទផ្សាយបញ្ជាខ្ញុំបាទចង់ដល់នឹងនាងបាទអញមើលទៅមនុស្សកញ្ញាំបាយអានេះវិញញ៉ាំតែនំប៉ាថាទៅនេះណាបើនៅក្នុងអ៊ីនធឺណិតវិញល្បីតាំងពីយូរជាអ្នកក្រលំដាប់ទី1នៅក្នុងសាលានាងអីចាំសាំងឈិននាងចាប់ហើយនាងចុះកំពុងរកនាងលើថានាងបង្ករឿងធំនាងជាអ្នកក្រម្នាក់អាចបង្ករឿងធំខ្លាចតែក្រដល់ថ្នាក់ឈួតរួចហើយតែផ្លាត់គេតាមផ្លូវកូនសាចាំងទីបំផុតរកនាងឃើញហើយលោកនេះរកខ្ញុំមិនកាអីខ្ញុំមិនមែនជានាយកទេចាប់ពីថ្ងៃនេះតទៅនាងគឺជានាយកសាលារបស់យើងហើយនេះសួស្ដីនាងនាយកតែនាងមានរឿងអីវិញ
ចូលចិត្តទេកដោខ្ញុំឲ្យនាងមិនក៏ជាលោកទៀតហើយកាត់សតិអារម្មណ៍ឲ្យមែនទេធ្វើបានល្អណាស់សាលាពលលោកថ្ងៃក្រោយមូលនិធិ50ឆ្នាំខ្ញុំជាអ្នកបើកលុយឲ្យចោលក៏លោកមកអរគុណលោកមកខ្ញុំមើលទៅនាងដូចជាមិនរំជួលចិត្តសោះមើលទៅនាងប្រហែលជាចូលចិត្តកដោនេះចូលចិត្តកដោទៅនេះទេអញ្ចឹងនាងចូលចិត្តអ្វីប្រាប់ខ្ញុំមកចុះឲ្យតែមាននៅលើលោកនេះខ្ញុំនឹងយកមកដាក់នៅមុខនាងទាំងអស់ខ្ញុំមិនចង់បានជារបស់លោកនៃមនុស្សរបស់លោកទៀតចាញ់ទៅនិយាយបែបនេះចំពោះអ្នកប្រុសសៀវមិនចង់រស់ទេមែនទេខ្ញុំមិនជឿថានៅលើលោកនេះមានមនុស្សស្រីដែលមិនស្រឡាញ់លុយទេបើមាននោះដោយសារតែខ្ញុំឲ្យនៅមិនទាន់គ្រប់គ្រាន់តើមានលុយច្រើនយ៉ាងណាក៏នៅតែកខ្វក់តាំងពីដើមមកខ្ញុំមិនដែលមានទំនាក់ទំនងស្រីប្រុសផ្ដេសផ្ដាស់អ្វីទេបើមិនជឿទេខ្ញុំឲ្យនាងធ្វើតេស្តសាកល្បងបានណាខ្ញុំមិនប្រកាសនឹងខ្ញុំមកសៀវនឹងខ្ញុំលោកចាំធ្វើអីលោកធ្វើបែបនេះខុសច្បាប់ក្រែងនេះថាខ្ញុំក៏ខ្វក់ខ្ញុំឲ្យនាងសាមើលក៏ហៅថាខុសច្បាប់ដែរឬមួយក៏នៅក្នុងខួរក្បាលរបស់នាងមានអ្វីផ្សេងទៀតរឿងនៅលើក្រែលោកនិយាយនោះមិនមែនមនុស្សលោកក៏ខ្វក់ទេគឺលើលោកក៏ខ្វក់មកសៀវខ្ញុំតាំងពីដើមមកមិនដែលធ្វើចំនួនខុសច្បាប់ទេតែពួកលោកជាគ្រួសារមូលធនលោកសម្រាប់មនុស្សមិនចាំបាច់ប្រើកំបិតគ្រាន់តែហាប់មាត់ក៏អាចធ្វើឲ្យមនុស្សរាប់មិនអស់ស្លាប់ទាំងគ្រួសារដោយសារតែលោក2ឆ្នាំមុនដោយសារផលប្រយោជន៍តិចតួចលោកបំផាន់ចោលឧស្សាហកម្មទាំងមូលចំណុចដែលប៉ាខ្ញុំចំណាយកម្លាំងច្រើនឆ្នាំបង្កើតតែលោកបំផាន់ទៅបែបនេះហើយដោយសារប៉ាខ្ញុំទ្រាំនឹងសម្ពាធមិនបានចុងក្រោយក៏លើកពីលើអគារសម្រាប់ខ្លួនម៉ាក់ខ្ញុំដោយសារបាត់បង់ប៉ាក៏កើតជំងឺបាក់ទឹកចិត្តលោកមកដោយសារភាពលំដុនរបស់លោកខ្ញុំគ្មានគ្រួសារទៀតទេ2ឆ្នាំនេះរាប់ហើយខ្ញុំត្រូវដឹកជញ្ជូនសពបំណុលឲ្យប៉ាខ្ញុំសំទោសឥឡូវនេះសំទោសបានការអីទេលោកជាអ្នកដែលបានឈរលើកំពូលភ្នំនិយាយតែមួយម៉ាត់អាចបង្កជារលកហិរញ្ញវត្ថុបានកម្មដែលធ្លាក់លើគ្រួសារខ្ញុំគឺជាទឹកជំនន់ដែលមិនអាចកាត់ផុតអាចផលក្នុងកំហុសតែខ្ញុំពិតជាស្អប់លោកណាស់ប្រុសបងឲ្យកដោទៀងចិត្តទាំងនេះហើយនៅទៀងចិត្តស្រីម្នាក់នោះមិនបានទៀតហ៎បាត់មាត់អាយយស្នេហាទាំងមកខំបែបនេះមិនផ្អែមទេបងប្រុសប៉ុណ្ណឹងបានហើយបើមិនភ្លក់មិននឹងដឹងថាមិនផ្អែមនោះមកហើយអ្នកប្រសៀមកហើយសំតើអ្នកប្រសៀវខ្ញុំគ្មានចេតនាទេធ្វើស្អីនឹងចង់ស្លាប់តែមែនទេសំតើអ្នកប្រទី2ខ្ញុំខុសហើយខ្ញុំមើលទៅនាងគឺមានចេតនាច្បាស់ណាស់អ្នកបំរើមកហើយចុះថ្ងៃនេះអារម្មណ៍ល្អឆាប់ចេញទៅទុកថានាងសំណាងហើយមកអ៊ីនរៀបចំថ្លៃចំនួនបន្តិចខ្ញុំត្រូវការមេណ្ដាសាច់ញាតិចូលស្ដីនៅនឹងនាងបងប្រុសបងចូលចិត្តស្រីម្នាក់នោះត្រង់ណាទៅចូលចិត្តនាងហៅខ្ញុំប្តីមើលផ្កាដែលខ្ញុំដោតនេះទៅអ៊ំស្រីនេះជាប្រាក់ថ្លៃរនៃរបស់ខ្ញុំខែនេះលុយតែប៉ុណ្ណឹងទេហ៎នេះជាប្រាក់កម្រៃទាំងអស់នៅក្នុងខែនេះរបស់ខ្ញុំហើយយ៉ាសឹងឆាណាអញថាទៅអញរវល់ដឹកជញ្ជូនរាល់ថ្ងៃហ្នឹងរកលុយបានតែប៉ុណ្ណឹងទេបើឲ្យខ្ញុំថាណារកប្រុសចាំម្នាក់រៀបការជាមួយគេទៅបានហើយទៅហើយពួកលោកគឺដាក់អើយមើលរើអីទៅទៀតនេះគឺជាចំនួនរបស់អ្នកនាងជាងអ្នកប្រុសសៀវចង់ចូលដល់នឹងអ្នកនាងជាងចំនួនអីហើយនេះគឺមិនដឹងថាគេអ្នកប្រុសចង់ដល់នឹងស្រីម្នាក់ដែរទៅអូខេចាំលេខនេះទៅវិញទៅកុំសង្ឃឹមអសោះខ្ញុំគ្មានគ្នារកការនឹងគេទេស្រីម្នាក់ខ្លះឯងចង់ធ្វើស្អីសំអាងស្អីថាគេយកចំនួនឲ្យបានទេថាចំនួនទាំងនេះគេឲ្យនេះនិយាយប្រដេះស្អីចាំសិនឈិនអញគួរឲ្យមែនទេចង់ឲ្យគេយកចំនួនរបស់ស្រីអញប្រាប់ទៅវិញឯងគ្មានខុសក្បាលទេមែនទេខ្ញុំមកទៅនាងគឺចំណាននឹងខ្ញុំហើយបានជាចំនួនទាំងនេះគឺជារបស់នាងអញ្ចឹង3ថ្ងៃក្រោយនាងរៀបការនឹងគេទៅគ្នារត់នៅជាមួយគ្នាដល់ទេយ៉ារបៀបនេះឯងនេះចាំមិនយើងនឹងចាត់ការផ្អើលឯងហើយបាយយើងទៅបានការស្អីទៅបើអូនបាយយើងដល់ហៅមុខនោះតាមទៅនិយាយជាមួយតែចៅបានយ៉ាងម៉េចទៅមានពាក្យស្អីទៅតបតជាមួយនឹងគេមែនតាអើយ៉ាសឹងឈិនមិននេះអ៊ំស្រីរំជួលចិត្តបន្តិចកុំទុកក្នុងចិត្តអីណាអញកុំចំណាយនឹងបងស្រីឯងអីណាអ៊ំស្រីនឹងរកមង្គលការល្អឲ្យឯងមួយតែចៅនៅហាងលក់វត្ថុបុរាណនៅក្រៅផ្លូវនោះម៉ាក្រែងម៉ាក់ណែនាំនាងឲ្យទៅលោកតាចៅមែនទេយ៉ានោះមិនមែនជាចៅរបស់គាត់ទេគឺគាត់ទៅម្ដងនឹងដែរលោកអ៊ំចង់ឲ្យខ្ញុំរៀបការជាមួយតាចាអាយុ70ឆ្នាំលោកអ៊ំចង់ឲ្យខ្ញុំរៀបការជាមួយតាចាអាយុ70ឆ្នាំសឹងឈិនឯងកុំឃើញគាត់មានអាយុច្រើនតែគាត់មានកម្លាំងដូចជាក្មេងយ៉ាងចឹងម្យ៉ាងទៀតណាគាត់មានលុយគាត់យល់ព្រមឲ្យថ្លៃចំនួនឯង800000អញថាទៅមនុស្សប្រុសចិត្តទលីបែបនេះរកឯណាបានទៅខ្ញុំរៀបការក៏មកសម្រាប់ចិត្តឲ្យខ្ញុំស៊ីឆាចំនួនរបស់គាត់ក៏ឲ្យមកតាំងពី2ថ្ងៃមុនម្លេះមានណាឲ្យចំនួនមុនរៀបការទៅលុយពួកលោកអ្នកទទួលសំអាងអីឲ្យខ្ញុំរៀបការឆាប់មកនេះនៅមិនការទៀតទេខ្ញុំ
ខ្ញុំប្រាប់ឯងនៅផ្ទះរបស់ខ្ញុំនេះឯងគ្មានសិទ្ធិនិយាយស្អីទេកូនស្រីទៅយកខ្សែមកល្អណាស់មិនថ្ងៃក្រោយត្រកូលចាំងពួកយើងមានមង្គលការពីស្វាគមន៍អត់ដែលសឺហើយពួកយើងរបស់លោកពិតជាប្រកែមែនម៉ែចាំបានរៀបការជាមួយនឹងតកូលមកលោកចិត្តបានហត់ទៅលើមេឃហើយអរគុណហើយមកហើយសិនឆាន់ស្រីម្នាក់នោះទៀតពិតជារឿងមង្គលទាំងទ្វេនាងក៏រៀបការបានមិនអត់ដែរសិនឆាន់ក្មេងម្នាក់នោះការនឹងខ្ញុំពិតជាល្អហើយរៀបការនឹងលោកអីយ៉ាម៉េចខ្ញុំមិនដូចជាកូនកំឡោះនៅថ្ងៃនេះទេអីដូចប្រកាសជាដូចហើយកូនកំបតានេះមានរឿងអីវិញគ្រប់គ្នាកុំប្រកាន់ក្មួយស្រីខ្ញុំអីថ្មីនេះអារម្មណ៍មិនល្អទេស្លាប់រួចចាំមិនក៏មិនព្រមមកថ្ងៃនេះអញយកល្អធ្វើឲ្យត្រឹមត្រូវទៅថ្ងៃនេះនាងមិនព្រមមកទេឬយ៉ាងម៉េចរៀបការនឹងខ្ញុំពិបាកដល់ថ្នាក់នេះផងអើយតាចៅលោកក៏ប្រកាន់អីដែរមកពីនឹកមិនដឹងថាលោកល្អបណ្ដានោះទេមែនហើយអាយុច្រើនចេះថ្នមអានេះតូចមិនណែមកឲ្យតាថ្នាក់ថ្នមឯងតិចមើលចៅមកឲ្យឆាប់មកចាញ់តាអើយចង្កេះខ្ញុំចង្កេះចាសិឆិននាងខានធំណាស់ជាងរុនតារបស់ខ្ញុំអីមនុស្សខាងទឹកដូចជានាងបានរៀបការជាមួយតាខ្ញុំគឺសំណាងរបស់នាងនេះមិនដឹងច្បាប់ទម្លាប់ទៅបដៅនាងឲ្យខ្ញុំនាងจะខ្លាចជាមនុស្សស្រីរបស់ចៅថៅខ្ញុំហើយថ្ងៃនេះខ្ញុំនឹងបដៅច្បាប់គ្រួសារខ្ញុំទៅនាងសំមកហើយចុះបដៅបានហើយតែទៀតអ្នកប៉ាសៀវនឹងមកមិនដឹងខ្ញុំបើឲ្យគាត់ឃើញបែបនេះខ្លាចតែប៉ាប៉ាដល់គាត់ប៉ុណ្ណឹងចុះពិតមែនហើយអូនាងទៅក្រោយឲ្យលឿននៅថាកុំអីទៀតថ្ងៃនេះមិនលើកលែងនាងទេនាងខ្លាចជាប្រពន្ធរបស់លោកតាចៅហើយកុំយកថាមានមនុស្សជួយនាងឲ្យសោះអ្នកណាថាគ្មានមនុស្សអ្នកប៉ាសៀវបដៅហើយនេះតែមានរឿងអីអ្នកណាឲ្យខ្លាំងពួកឯងបំផ្លាញមង្គលការបងប្រុសខ្ញុំអ្នកប៉ាសៀវកំខាំងអីពួកគេគ្រាន់តែបដៅមនុស្សល្ងងខ្លាំងម្នាក់តែប៉ុណ្ណោះមនុស្សល្ងងហ៎គឺនាងនោះហើយមកចិត្តដឹងល្អអាក្រក់ប៉ាម៉ាក់ខ្ញុំខំណែនាំទៅចិត្តដល់សែនល្អឲ្យនាងនៅតែមិនព្រមរៀបការជាមួយគាត់ទេតាចៅគឺបាទខ្ញុំនេះហើយមិននេះទៅចាត់ការអ្នកនៅខាងក្នុងបន្តិចខ្វះការគួរសមហើយសូមអភ័យទោសផងចា៎មែនហើយអ្នកប្រុសសៀវពួកយើងចាត់ការរឿងក្នុងគ្រួសារបន្តិចឲ្យលោកសៅចំអហើយអ្នកប្រុសសៀវមនុស្សល្ងងនេះនៅមានធ្វើរឿងហួសហាត់ជានេះទៅទៀតពេលថ្ងៃមកចំនួនដែលលោកបានឲ្យមកខ្ញុំត្រូវបាននាងបំផ្លាញអស់ហើយគឺនាងមិនຕົកលោកក្នុងផ្នែកទេលោកអាចបដៅនាងបន្តិចបានទេឡូណាចប់ហើយបងប្រុសខ្ញុំសៅចង់ស្លាប់មនុស្សហ្នឹងទេបើឃើញដែរទេចាំសិនឈិនបន្តិចទៀតនាងមិនប៉ះបើអ្វីដែលនាងបានធ្វើហើយបាទបងដល់អ្នកប្រុសសៀវនាងនឹងចាប់ជាមិនខានទេសុំមុខនាងហើយអ្នកណាមកឲ្យនាងចិត្តដឹងខុសទៅល្អអ្នកប្រុសសៀវចំពេលល្អបដៅនាងឲ្យខ្ញុំផងចាំសិនឈិនឥឡូវនេះបើសិនជានាងអង្វរខ្ញុំអាចជួយនាងបានក្រែងនេះខាងនេះចំពោះមុខខ្ញុំណាស់មែនទេមិនក៏នៅក្រែងត្រូវគេធ្វើបាបបែបនេះហើយថាលោកប្តីមកខ្ញុំនឹងជួយនាងកាត់ក្បាលពួកគេទាំងអស់នេះប្រសិនត្រូវមកលោកមកឃើញស្រីល្ងងម្នាក់នេះហើយមិនត្រូវការខ្ញុំទៀតទេខ្ញុំចង់បាននាងពីពេលណាតែចំនួនលោកចាំអត់តែខ្ញុំទៅហើយនាងមិនអាចឆ្លងកញ្ចក់ទៀតដឹងចំនួននោះគឺជារបស់ចាន់ស៊ីឈិនទេថាបាច់ចុះហើយនាងជាមនុស្សរបស់អ្នកប្រុសសៀវចូលទៅដឹងអ្នកប្រុសសៀវខ្ញុំមិនដឹងទេនេះសុទ្ធតែមកពីពួកគេទាំងអស់នេះឲ្យតែនាងចាំរៀបការជាមួយនឹងខ្ញុំហើយនឹងបោកថ្លៃចំនួនខ្ញុំ80,000ពីខ្ញុំទេអាតាកញ្ចក់ឯងនេះតាពិតគឺតាកញ្ចក់ឯងនឹងហើយមើលឃើញគេខ្លួនឯងសោះហ្នឹងសត្វតែមិនមែនចំនួនល្អស្អីទេអោចេញទៅក្រៅទៅចាត់ការនៅខាងក្រៅចុះណាស៊ីឈិនជួយទៅផងទៅណាជួយទៅផងទៅអញនិយាយស្អីទៅឆាប់សិនមិនអាចចាត់មែនទេខ្ញុំចង់ចាត់ការខ្លួនឯងស៊ីឈិនឯងចង់ល្មើសនឹងមិនដែរទេខ្ញុំគឺជាអ៊ំរបស់ឯងណាស៊ីឈិននាងខ្លាចធំពេកហើយស៊ីឈិនឯងល្មើសនឹងច្បាប់នេះដែរហើយមែនទេខ្ញុំគឺជាអ៊ំរបស់ឯងណាក៏ដឹងថាជាអ៊ំរបស់ខ្ញុំដែរដូច្នេះហើយក៏ចង់ខ្ញុំរៀបការនឹងតាចាស់នេះឯងមកបាគេខ្ញុំតែលុយនេះចេះណាបបរអ្នកបងដូចជាសាហាវពេកហើយខ្ញុំចិត្តបែបនេះណាចិត្តគួរឲ្យខ្លាំងអើយនេះយ៉ាងម៉េចហើយនេះត្រូវរបស់មិនប្រាប់ខ្ញុំកុំខ្វល់ពីខ្ញុំអញ្ចឹងត្រៀមឡើងទៅពេទ្យបាទឡើងខ្ញុំលោកក៏មិនមានចំនួនល្អស្អីដែរមនុស្សចង្រៃមានបញ្ហាសតិអារម្មណ៍មករបស់នេះនិយាយតែពាក្យដែលខ្ញុំមិនចង់ស្ដាប់ដូច្នេះបិទមករបស់នេះនាងត្រូវការដោះអាវចេញណាខ្ញុំត្រូវដោះអាវលោកចង់មើលដៃខ្ញុំនឹងមានឱកាសមើលបានតាមសម្រួលមើលនៅថ្ងៃក្រោយទៀត
ឲ្យខ្ញុំខ្ចីទូរស័ព្ទគេទៅមិត្តភក្តិបានទេអរគុណអាឡូសរសេរឆាប់មកមន្ទីរពេទ្យទទួលខ្ញុំរបួសអញពិតជាមិនអីមែនទេមិនអីទេតែ អើនៅនេះជាងបងប្រុសខ្ញុំចាំនាងកន្លះថ្ងៃហើយ ពេលនឹងភ្លេចនេះគឺជាប្រាក់ខែកម្លាំងដែលជន់ខ្ញុំមកពេទ្យមិញនេះលោកឥឡូវនេះអាចចេញទៅវិញបានហើយមនុស្សចង្រៃឡើងខ្ញុំ ប្រើខ្ញុំឲ្យរឿងខ្ញុំចេញគ្មានទឹកចិត្តពេកទៅហ្នឹងណា គ្រួសារមូលដ្ឋានរបស់លោកក៏មកនិយាយលើកទឹកចិត្តជាមួយខ្ញុំ នាងកុំភ្លេចបើគ្មានអបតវេហេតុទេថ្ងៃនេះជាថ្ងៃមង្គលរបស់ពួកយើងហើយ ម៉ាស៊ីវជំនួយលោកចិត្តសម័យលោកត្រូវតែចេះកែ របស់ដែលខ្ញុំចង់បានទៅហើយនោះមិនដែលបាត់បង់ពីដៃទេ សំខាន់តើនេះមានដឹងអីហ្នឹងសៀសៀឆាប់ឡើងមករបស់ខ្ញុំទៅមានរឿងអីមករកខ្ញុំចុះ មករកនាងនាងមិនធ្វើតាមទេ មនុស្សចង្រៃពិតជាគ្មានព្រំដែន អរគុណដែលសរសើរដូច្នេះហើយយល់ព្រមរៀបការជាមួយនឹងខ្ញុំឬមួយក៏ឬយកសពរបស់នាង សំខាន់ បានហើយចាប់ការ ឆាប់សិនខ្ញុំជាព្រម ប្រពន្ធសម្លាញ់រីរីថ្ងៃមង្គលការអូនទៅសម្រាប់បានល្អចុះអាទិត្យក្រោយបងនឹងរៀបចំមង្គលការប្រចាំសតវត្សមួយឲ្យអូន នឹងគ្មានលទ្ធផលល្អទេ អរគុណដែលអូនជូនពរបងប្រុសដោះលែងនាងបែបនេះមិនខ្លាចនាងរត់ទេអីឯងយល់ថាក្រុងឡុងទាំងមូលអាចមានមនុស្សរត់ចេញពីកណ្ដាប់ដៃរបស់ខ្ញុំទេគឺបែបហ្នឹងមែនតែស្រីម្នាក់នោះកំ pl ែងពេកទៀតហ្នឹងយកលុយ200នេះយកមកដេញបងចេញផងអីបងធ្វើអីអ្នកណាឯងប៉ះលុយរបស់ខ្ញុំគ្រាន់តែលុយពីសន្លឹកសោះហ្នឹងនេះជាកាដូទី1ដែលប្រពន្ធខ្ញុំឲ្យខ្ញុំឲ្យឆឹងទៅកំងសុំមួយយកមកដាក់កាដូដែលអ្នកស្រីឲ្យខ្ញុំដាក់នៅក្នុងសុំហើយតាំងនៅក្នុងបន្ទប់របស់ខ្ញុំ សំខាន់អាចពិតជារៀបការជាមួយនឹងអាម្នាក់នោះមែននេះក៏ខ្ញុំស្លាប់ក៏ខ្ញុំរៀបការជាមួយគេដែរចឹងពេលនេះក៏ធ្វើយ៉ាងម៉េចទៅមិនចឹងពួកយើងទៅពួននៅសាលាសិនទៅសាលាក៏ជាទឹកដីគេដែរខ្ញុំចង់ទៅមើលនោះគឺកន្លែងដែលគេលោកដែរមិនដល់អត់ទៅហើយពួកយើងចាប់រៀបចំបលីទៅលោកយាយខ្ញុំមកវិញហើយអាយ៉ាសិនឈិនមិនក៏ឯងមានពេលមកវិញលោកយាយខ្ញុំនៅលោកយាយណាអញចាំមិនហើយនេះឬមួយក៏ខាងក្រៅត្រូវគេធ្វើបាបអីមែនទេតាវាឆាប់មកមើលអ្នកណាមក មកហើយដាក់សិឈិនមកវិញហើយអីប្រហែលថ្ងៃមុនលោកយាយឯងរអ៊ូថានឹកឯងទៀតផងណាឲ្យឆាប់ចូលទៅអាយ៉ា លោកតាភូមិពួកយើងរាប់ថាអ្នកដែលសញ្ញាមែនទេ ប្រកាសហើយរត់ដល់មិនសូវមានអ្នកណាមកដល់ទេ អញ្ចឹងល្អហើយ សិឈិនឯងយ៉ាងម៉េចហ្នឹងមានរឿងអីហ៎ ខ្ញុំត្រូវមនុស្សរកចិត្តម្នាក់តាម អើ លោកយាយខ្ញុំទៅចាត់តាមឲ្យលោកយាយល្អលោកបោះសុំជួយចូលដែរសិឈិនយប់នេះលោកមកគេស្នាក់នៅជាមួយនឹងពួកយើងណាងសិឈិនសិឈិនខ្ញុំណែនាំបន្តិចណាលោកមកគេជាសហគ្រិនសប្បុរសធម៌ដាក់ទុន200លានអភិវឌ្ឍសាងសង់ភូមិរបស់យើងណា ថ្នាក់នេះមកឲ្យលឿនឆាប់ចូលមកហាញ់ចេញអង្គុយ និយាយទៅរៀបចំបន្តិចទៅណាយប់នេះលោកមកស្នាក់នៅជាមួយនឹងពួកយើងហើយ ខ្ញុំទៅភ្លាម សិឈិនយាយឯងចកេះមិនសូវល្អខ្ញុំទៅជួយគាត់បន្តិចឯងនៅទទួលភ្ញៀវទៅណានាងគូតែបកស្រាយប្រាប់ខ្ញុំបន្តិចមក បកស្រាយអ្វីបកស្រាយថាលោកពលិនមិននៅក្នុងខ្លួន នៅនេះជាងនាងយកប្រវត្តិការជាមួយនឹងខ្ញុំហើយហេតុអីក៏ត្រូវរត់គេចបែបនេះ លោកក៏លោកបង្ខំខ្ញុំ អញ្ចឹងខ្ញុំឲ្យនាងយកព្រមដោយចិត្តម្ដងទៀត តាវាទៅសួរលោកមកចូលចិត្តញ៉ាំអីបន្តិចទៀតធ្វើឲ្យគាត់ញ៉ាំលោកកុំឲ្យលោកតានិយាយដឹងពីតំណែងពួកយើង ហេតុអីទៅខ្ញុំជាមនុស្សប្រុសដែលធ្វើនេះបាក់មុខមែនទេ មិនមែនទេគឺដោយសារតែលោក បាននាងងាប់ខ្ញុំនឹងដោះលែងភ្លាម ត្រូវចាំបាច់ធ្វើឲ្យអាម៉ាស់បែបនេះដែរ មែនយ៉ាងម៉េចហ្នឹង លោកមកសុំបោះលោកហើយ នៅនេះចាំងឆ្លក់ទឹកក្មេងម្នាក់នេះលើកក្រោយប្រយ័ត្នបន្តិចទៅណាលោកមកលោកយាយរបស់សិនឈិនគេសួរលោកថាចូលចិត្តញ៉ាំអ្វីដែរខ្ញុំមិនរើអាហារទេយ៉ាងម៉េចក៏បានអូអញ្ចឹងបាននាងគួរតែបង្ហាញបន្តិច អីគេ មកតែម្ដងមិនបានទៅ
លោកកំហុសហេតុពេកណា មើលទៅគួរតែឲ្យចាស់ចាស់ដឹងពីតំណែងតំណងរបស់ពួកយើងទេ តែលោកចង់យ៉ាងម៉េចឲ្យប្រកាសទៅ ចារបស់ក៏ខ្វក់លោកចឹងតែខ្ញុំមិនយកទេ ខ្ញុំឆែកមើលកណន័យរបស់នាងមានតែ47យន់ទេ មិនឆែកកណ្ដាលខ្ញុំធ្វើអីទៅ ខ្ញុំបានដាក់លុយនៅក្នុងនោះ100លានហើយខ្ញុំមិនអនុញ្ញាតឲ្យមនុស្សស្រីរបស់ខ្ញុំមានលុយក្នុងកាតតិចជាង9ខ្ទង់ទេ ឈួតមែន ថ្ងៃស្អែកពួកយើងទៅរកមង្គលការបើហ៊ានទៅរត់ទៀតនោះខ្ញុំនឹងឃុំនាងនៅក្នុងទ្រុងឆ្កែហើយ លោកមកភូមិពួកយើងសាមញ្ញក៏មិនដឹងថាលោកទម្លាប់ស្នាក់នៅបានឬក៏អត់ទេ មិនអីទេ យ៉ាសៀវអឺហ្វានឆាប់ចូលមកសិនឈិនមកវិញហើយបងប្រុសហ្វានដឹងថាឯងមកវិញត្រូវតែធ្វើម្ហូបឆ្ងាញ់ឲ្យឯងណាតែបើតាមខ្ញុំមើលទៅឲ្យម្ហូបគឺបន្លំទេមកជួបសិនឈិនទៅពិត សិនឆិនណាខានជួបគ្នាយូរហើយ អីសិនឈិនប្រុសសង្ហាម្នាក់នោះជាសង្សារឯងមែនទេខ្ញុំនឹងគេគ្មានអីទៅតាមគ្នាទេ ណាលោកបរខាងនេះគឺជាសហគ្រិនចង់ដាក់ទុន200លានអភិវឌ្ឍភូមិរបស់យើងណា លោកមកខ្ញុំសុំសួរលោកមួយយើងមានធនធានអីដែលចង់ឲ្យលោកប្រើប្រាស់បានទៅដោយសារតែនៅក្នុងភូមិរបស់ពលលោកមានមនុស្សដែលខ្ញុំចង់ជួប ហ៎លោកមកលោកមានអ្នកស្គាល់នៅភូមិពួកយើងត្រូវទី មែន សិនឈិនមកញ៉ាំបាយច្រើនតិចទៅនេះជាម្ហូបដែលឯងចូលចិត្តបំផុតកាលពីនៅក្មេងបងប្រុសអ៊ីហ្វានធ្វើឲ្យតដៃណាអឺហ្វានឯងនៅចាំចំណុចចិត្តរបស់សិនឈិនទៀតមិនក៏ថាមិនចាំទៅនិយាយអញ្ចឹងសិនឈិននិងអ៊ីហ្វានពីក្មេងមកគឺធ្លាប់មានមង្គលការផងមង្គលការក្មេងៗនេះគឺខ្ញុំនឹងមកឯងជាអ្នកកំណត់ហើយណាយ៉ាមើលមាត់ខ្ញុំទៅសិនឈិនណាខ្ញុំនឹងម៉ែឯងជាមិត្តល្អបំផុតពួកយើងទាំងពីរនិយាយហើយពេលចាស់ទៅនឹងនៅមិនដូចចាស់ជរាជាមួយគ្នាតែស្មានមិនដល់គេនៅក្មេងយ៉ាងនេះក៏ទៅជាមួយប៉ាឯងបាត់ពិតជាស្មានមិនដល់ទេនោះគឺត្រូវបន្ទោសមកសៀវដែលស៊ីមនុស្សបៀមឆ្អឹងមិនខ្ជាក់គេបិទសាបំផ្លាញចំនួនហើយបង្ខំឲ្យគូភាសាខ្ញុំគ្មានផ្លូវណាដើរស៊ីមនុស្សមិនខ្ជាក់ឆ្អឹងមែនពួកគ្រូសាមូលធននេះមិនខុសទេមកសៀវនេះមិនមែនមនុស្សទេណានាជប់គេនោះនឹងសើយតកូលមកពុកពេញដោយអំណាចមកសៀវមិនខ្លាចនឹងប្រើល្បិចរឿងនេះគ្មានវិធីនិយាយនោះទេមកសៀវនេះគឺជាមនុស្សអាក្រក់មនុស្សមិនចេះអាម៉ាស់គ្មានព្រំដែនមិននឹងក្រោយគេនឹងទទួលកម្មពីលោកមកលោកជាចាំមិនដែរ ខ្ញុំយល់ថានាងនិយាយត្រូវហើយហ៎លោកមកត្រកូលមកឬមួយជាមនុស្សចង្រៃត្រកូលមកម្នាក់នោះទេដឹងមែនហើយលោកបនិងបសៀវនោះជាមនុស្សអាក្រក់មិនដូចគ្នាទេគេគឺជាមនុស្សល្អខ្លាំងណាស់ ហើយមកលោកមកញ៉ាំមួយច្រើនតិចទៅឆាប់ញ៉ាំទៅណាញ៉ាំមួយច្រើនណា ហើយទៅស៊ើបរឿងមួយឲ្យខ្ញុំឪពុករបស់អ្នកនាងចាំង2ឆ្នាំមុនគាត់ស្លាប់យ៉ាងម៉េចបាទ អ្នកមីលីបងអាហ្វានថ្ងៃស្អែកមកញ៉ាំបាយទៀតខ្ញុំនឹងធ្វើម្ហូបឆ្ងាញ់ទុកឲ្យ អូបាយបាយមិននេះហើយគេថាម៉េច ឡើងខ្ញុំទៅ នាងជាប្រពន្ធរបស់ខ្ញុំចង់ធ្វើម្ហូបឲ្យអ្នកផ្សេងញ៉ាំហ៎ លោកមកលោកជាថាខ្ញុំរៀបការជាមួយអ្នកដែលសម្រាប់ឪពុកម្ដាយខ្ញុំទេ នៅពេលដែលខ្ញុំធ្វើការសម្រេចចិត្តនេះខ្ញុំពិតជាមិនដឹងទេថាមានមនុស្សស្លាប់ដោយសារតែវា បានចឹងតែយ៉ាងម៉េចលោកមិនបានសម្រាប់គាត់តែគាត់ស្លាប់ដោយសារតែលោកយកថាពាក្យបកស្រាយមួយម៉ាត់អាចបិទបាំងគ្រប់យ៉ាងបានទេ សុំទោសថ្ងៃក្រោយខ្ញុំនឹងទុកផ្លូវរស់ឲ្យដៃគូប្រជែង ឥឡូវនេះលោកនិយាយពាក្យទៅនេះក៏គ្មានបានកាត់ដែរបានអ្នកខ្ញុំក៏មកបាញ់លេខបានហើយអាចថានៅក្នុងពិភពលោករបស់លោកលោកយកថាគ្មានកំហុសតែពួកយើងក៏គ្មានកំហុសដែរនិយាយដល់ទីបញ្ចប់បញ្ជាក់បានថាពួកយើងមិននៅក្នុងពិភពតែមួយលោកមកបានឡើងខ្ញុំទៅ កុំស្រមៃមិនមែនជាមនុស្សក្នុងពិភពតែមួយក៏មានស្នេហាដែរ ស្នេហាក្នុងរបស់លោកងាយស្រួលបែបនេះលោកមិនយកពីខ្ញុំសម្អាតអីមកស្រឡាញ់ខ្ញុំ សម្អាងលើបេះដូងរបស់ខ្ញុំលូតញាប់នៅពេលដែលខ្ញុំបានជួបនាងនេះជាហេតុផល ឡើងខ្ញុំឡើងខ្ញុំទៅ វាយចង់ធ្វើអីវាយចង់ធ្វើអីចាក់ស៊ីឈិន បងអាហ្វានមិនអីទេ ស៊ីឈិនខ្ញុំស្ដាប់លឺអស់ហើយអាចចង្រៃម្នាក់នេះគេគឺមកស៊ីវគេចង់បន្លំនាងតែមែនទេឥឡូវនេះខ្ញុំនឹងទៅប្រាប់តាយាយរបស់នាងសុំជេរ បងអាហ្វានកំតៃនៅតានិយាយប្រកាសចាស់ហើយខ្ញុំខ្លាចប្រកាសទៅយកមិនបាន ស៊ីឈិនឬមួយក៏នាងចង់ទ្រាំឲ្យគេធ្វើបែបនេះទៅ បងអាហ្វាននេះជារឿងខ្ញុំចង់ដោះស្រាយខ្លួនឯងបងទៅវិញសិនចាស់រឿងរបស់ខ្ញុំបងកុំរវល់ទុកឲ្យខ្ញុំដោះស្រាយខ្លួនឯងទៅចាស់ ស្ដាប់ឮទេឆាប់ចេញទៅ ម្ដងនេះលោកកំកាត់ចង់រកខ្ញុំឃើញនោះ ស៊ីឈិន បងអាហ្វានមិនក៏បងនៅទីនេះ ខ្ញុំខ្លាចថាចង្រៃម្នាក់នោះធ្វើបែបនេះដូច្នេះហើយក៏ខ្ញុំការពារនាងស៊ីឈិនចង់ទៅណាតែមែនទេ ម៉ាស៊ីគេជាមនុស្សឈួតខ្ញុំចង់តែកន្លែងដែលគេរកមិនឃើញជារៀងរហូត ឡ
ខ្ញុំស្គាល់កន្លែងច្រើនចាំខ្ញុំជាអ្នកនាំទៅចុះលោកមកមានទំនាក់ទំនងអ្វីជាមួយស៊ីឈិនមិនក៏ត្រូវរកនាងបែបនេះអ្នកប្រសិទ្ធផ្កាយរបស់ពួកយើងបានចាប់ទីតាំងអ្នកនាងជាងបានហើយនាងបានចេញទៅជាមួយតាន់អ៊ីវ៉ាពួកយើងត្រូវការយកនាងមកវិញទេជាងស៊ីឈិនពិតជារឹងរូសម្ដងនេះខ្ញុំនឹងឲ្យនាងមករកខ្ញុំនៅខ្លួនឯងស៊ីឈិនណាទីនេះគឺជាផ្ទះរបស់មាត់ខ្ញុំពួកគេបានចេញទៅយូរហើយដូច្នេះនៅតាមសម្រួលចុះល្អបងអាហ្វានអរគុណបងគួរសមធ្វើអីខ្ញុំបានយល់ព្រមជាមួយអ្នកមីងអស់ទៅហើយថាពួកយើងត្រូវតែមើលថែគ្នាបានល្អចាំមិនដឹងបងអាហ្វានតែក៏ជាមកធ្វើខ្ញុំមិនត្រូវគេឡើយនេះសិឆាន់មិនអាចទៅបានទេគេជាមនុស្សរកចិត្តម្នាក់បាននាងទៅគឺមានតែចាប់នាងថែម្នាក់ទៀតប៉ុន្តែខ្ញុំរំសាបាយផ្សេងឡើងឃើញហើយស្មានម្ដងគេបានជិះឈួតដល់ថ្នាក់នេះមិនលើកលែងសម្បត្តិតែមនុស្សចាស់ពីនេះប្តឹងប៉ូលីសទៅពេលនេះសង្គមមានច្បាប់គេមិនហ៊ានសម្លាប់មនុស្សទេគេគឺមកស៊ីវខ្ញុំមិនអាចយកលេខទៅបថៃនឹងសុខភាពតែជាផ្នែកជាមួយគេទេមកស៊ីវមកដល់ហើយអង្គុយចុះមកស៊ីវបាននិយាយថាខ្ញុំសំអាងអីដែលយល់ថាខ្ញុំស្ដាប់តាមនាងចឹងម៉េចមកនេះចាំពេលដែលពួកយើងជួបគ្នាជាលើកទី1ទេនាងហៅខ្ញុំថាយ៉ាងម៉េចបើសិនជានាងមិនហៅខ្ញុំមិនធានាថាលោកយាយលោកតារបស់នាងមានសុវត្ថិភាពទេលោកប្តីហៅគេទៅហៅឲ្យខ្ញុំសប្បាយចិត្តទើបខ្ញុំឲ្យជួបលោកតាលោកយាយរបស់នាងលោកប្តីហៅខ្ញុំថាម៉េចលោកប្តីកុំអីបងប្រុសតាយាយរបស់អ្នកបងខ្ញុំមើលថែបានល្អហើយបងប្រុសនិងអ្នកបងនៅជាមួយគ្នាខ្ញុំបងប្រុសខ្ញុំមិនដឹងថាគាត់នៅទីនេះទេទៅលើរកមង្គលការសិនទៅចាំខ្ញុំឲ្យទៅជួបលោកយាយលោកតារបស់នាងនៅក្នុងក្រុងនេះបានល្អបើមិនចឹងទេនោះខ្ញុំនឹងឲ្យនាងតបស្នងនៅភាពឈឺចាប់បំផុតដែលនាងធ្វើពួកយើងមិនអីទេមកសៀវអាចចង្រៃនោះធ្វើអីឯងសុំទៅផងមកពីខ្ញុំប៉ះប៉ាគេទៅធ្វើប៉ុណ្ណេះដល់បាននេះពាក្យស្អីហ្នឹងតាយាយអាយុច្រើនយ៉ាងនេះហើយអ្នកដែលបារម្ភគឺឯងណាមែនហើយឯងមានសមត្ថភាពគឺបានហើយឥឡូវនេះឯងធ្វើយ៉ាងម៉េចត្រូវរៀបការជាមួយមកសៀវមែនទេទោះបីខ្ញុំស្លាប់ក៏មិនការជាមួយគេដែរឯងមិនអាចបែបនេះទេឯងទៅតែអាយុ20ឆ្នាំឯងត្រូវមានជីវិតរស់និយាយខ្ញុំមិនអាចរៀបការជាមួយមនុស្សដែលធ្វើប៉ាម៉ាក់ស្អីទេចាប់ពួកយើងរកមធ្យោបាយទៀតណាយើងថាណាឯងដើរមុនគេមួយជំហានគេមិនអាចដណ្ដើមប្រពន្ធអ្នកផ្សេងបានទេដឹងឯងដើរមុនគេមួយជំហានគេមិនអាចដណ្ដើមប្រពន្ធអ្នកផ្សេងបានខ្ញុំយកថាមិនជួយបានអ្នកមានដូចជាប្រកាសបានខ្ញុំថាមិនកើតទេពេលវេលាខ្លីយ៉ាងនេះទៅរកមនុស្សមកពីណារៀបការនឹងឯងទៅហ្វានពួកយើងគឺបានហើយហ្វានគេចូលចិត្តឯងក៏ដឹងបើថាណាពួកគេភ្ជាប់ពាក្យតាំងពីនៅក្មេងឲ្យតែស៊ីនឈិនគេព្រមរៀបការគឺបានហើយខ្ញុំមិនបានស្រឡាញ់បងហ្វានខ្ញុំរៀបការជាមួយគាត់មិនចិត្តធ្វើសម្រាប់គាត់គ្មានអីមិនយុត្តិធម៌ទេហ្វានប្រកាសជាយល់ព្រមគ្រួសារយើងត្បិតថាមិនមានដូចជាមកស៊ីវប៉ុន្តែអ្នកមីងនិងហ្វាននឹងមើលថែឯងឲ្យអស់ពីចិត្តបំផុតជប់លៀបទាំងអស់គ្នាមិនអាចក្រាបបានទេនៅនេះចឹងលោកស៊ីបានបញ្ជាឲ្យមុនពេលបកគលការចាប់ផ្ដើមអ្នកនឹងមិនអាចក្រាបបានទេមានអ្វីនោះអាចផ្ដាច់ផ្ដាប់ខ្ញុំបានឲ្យពួកគេទៅសូមគោរពលោកស្រីពាក្យខ្ញុំនិយាយស្ដាប់មនុស្សមែនទេឲ្យពួកគេទៅជាបញ្ជាអ្នកប្រុសសៀវខ្ញុំមិនហ៊ានល្មើសនោះទេពិតមែនទេអញ្ចឹងខ្ញុំនឹងជួយពួកឯងយកលុយទាំងនេះហើយឆាប់ចេញទៅយកលុយទាំងនេះទេអរគុណអ្នកមីងបើមិនអញ្ចឹងទេរៀបការឲ្យគេរំសាយចិត្តទៅខ្ញុំឯងផុតពីថ្ងៃនេះនាងជាប្រពន្ធស្របច្បាប់របស់ខ្ញុំហើយនាងភ័យដល់ម្លឹងនាងជាណានាងជាណាចាស៊ីឈិនណាបងប្រុសបងឆាប់ជប់លៀមទៅនាងមិនមែនជាចាស៊ីឈិនទេមកស៊ីវលេខដៃភ្លាមឯងចង់សម្រាប់ប្រពន្ធខ្លួនឯងមែនទេអ្នកជាអ្នកធ្វើមែនទេនាងរត់តែបាត់ហើយមិនចង់រៀបការជាមួយឯងទេខ្ញុំខ្លាចថាមកគោលការគ្មានកូនកំមុំក៏រត់អ្នកផ្សេងមកបើជានាងរត់ក៏ដោយសារតែអ្នកជាអ្នកដោះលែងនាងដូច្នេះឯងនឹងទៅស្រីម្នាក់ដែលគ្មានតម្លៃយកកំភ្លើងមកចុងក្បាលមកឯងខ្លួនឯងបងប្រុសស្ងប់ចិត្តសិនទៅម៉ាក់ពួកយើងទេគឺធ្វើដើម្បីបងល្អទេណាចាស៊ីឈិនពិតជាមិនចង់រៀបការជាមួយនឹងបងពិតមែនប្រពន្ធខ្ញុំត្រូវតែជានាងម្នាក់គត់ហើយឈីងបាទត្រៀមក្រុងទាំងមូលទោះបីជាគាត់ដៃក៏ត្រូវតែរកនាងឲ្យខ្ញុំឲ្យបានបាទបាត់ដប់នាងទេ
នេះរៀបការជាមួយប្រុសស្រី ខ្ញុំមិនខ្វល់ថានាងរៀបការជាមួយនរណាតែនាងត្រូវតែជាមនុស្សស្រីរបស់ខ្ញុំតែម្នាក់គត់លោកតាំងលោកយកព្រមធ្វើជាគូជីវិតរបស់នាងជាងស្រឡាញ់និងគោរពនាងការពារនាងអស់មួយជីវិតដែរទេខ្ញុំយល់ព្រមនាងជាងនាងយល់ព្រមធ្វើជាគូជីវិតរបស់លោកតាំងមិនថាក្រលំបាកយ៉ាងណានៅតែស្រឡាញ់គ្នាអស់មួយជីវិតទេនាងមិនយល់ព្រមទេមីអាចមីច្រើនណាស់មីច្រើនណាស់អូយមីច្រើនណាស់ចាសិនឈិនណែបងកម្រិតទៀតអីថ្ងៃនេះបងប្រុសស្ទើរតែសម្រាប់មនុស្សហេតុអីក៏ត្រូវរត់រៀបការជាមួយខ្ញុំពិបាកណាស់មែនទេទោះខ្ញុំស្រាប់ក៏មិនរៀបការជាមួយលោកដែរសម្រាប់ខ្ញុំចាស់កុំស្រមៃខ្ញុំមិនឲ្យនាងស្លាប់ទេខ្ញុំនឹងឲ្យនាងខ្លាយទៅជាមនុស្សស្រីដែលមានសុភមង្គលបំផុតនៅក្នុងលោកនេះខ្ញុំនឹងនៅក្បែរនាងជារៀងរហូតលោកនាងខ្ញុំលោកមកសៀវលោកនាងខ្ញុំចង់ធ្វើអីថយក្រោយខ្ញុំឲ្យលោកថយក្រោយមិនចឹងទេខ្ញុំនឹងស្លាប់នៅចំពោះមុខលោកសំណប់ចិត្តកុំធ្វើបាបខ្លួនឯងហើយមួយគ្នាចង់ឲ្យអ្នកទាំងអស់គ្នាកំដរសពរបស់នាងទៅដែរមែនទេទៅស្ងៀមកុំកម្រើកទៅស្ងៀមលោកជាមនុស្សឆ្កួតចាប់បាននឹងពួកគេទេគេមិនដឹងអីនោះទេសំណប់ចិត្តជីវិតរបស់ពួកគេទាំងអស់នេះនៅក្នុងដៃរបស់នាងហើយបើសិនជានាងហ៊ានធ្វើបាបខ្លួនឯងនោះអ្នកគ្រប់គ្នាទាំងអស់នេះសុទ្ធតែត្រូវកំដរសពនាងតែបើសិនជានាងស្ដាប់បង្គាប់ខ្ញុំនោះអ្នកទាំងអស់គ្នានេះនឹងមានសុវត្ថិភាពហើយនឹងមានលុយចាយអស់មួយជីវិតមិនចេះអស់ដល់ឡើងពួកគេខ្ញុំនឹងស្ដាប់តាមលោកល្អណាស់ចាំពេលដែលពួកយើងរៀបការហើយពួកគេនឹងគ្មានបញ្ហាអ្វីទាំងអស់ល្អខាងក្រោមនេះខ្ញុំនឹងប្រកាសពិធីមង្គលការសារជាថ្មីឆាប់ឡើងអានទៅលោកមកលោកយកព្រមធ្វើជាដៃគូជីវិតរបស់នាងជាងមួយជីវិតនេះស្រឡាញ់នឹងគោរពការពារនាងអស់មួយជីវិតដែរទេខ្ញុំយល់ព្រមនាងជាងយល់ព្រមធ្វើជាដៃគូជីវិតរបស់លោកមកមិនថាក្រលំបាកយ៉ាងណាក៏នៅតែមិនចាក់ចេញពីគាត់ខ្ញុំយល់ព្រម កូនកំឡោះកូនក្រមុំពាក់ចិញ្ចៀនមង្គលការបានសម្រេចហើយខ្ញុំមិនឲ្យនាងស្ដាយក្រោយនៃជំរឿនរបស់នាងនៅថ្ងៃនេះទេចាងសិឈិននៅលើលោកនេះគ្មានអ្នកណាស្រឡាញ់នាងជាងខ្ញុំឡើយកុំនិយាយពាក្យគួរឲ្យខ្ពើមនេះភាពសាររបស់ខ្ញុំទាំងប៉ុន្មានសិតតែលោកជាអ្នកនាំយកខ្ញុំនឹងស្អប់លោកមួយជីវិតមិនអីទេគង់មានថ្ងៃណាមួយនាងនឹងស្រឡាញ់ខ្ញុំឆាប់សិនដល់លេងពួកគេសិនទេមនុស្សអាក្រក់ខ្ញុំនឹងបាយឯងឲ្យងប់ថ្ងៃនេះជាថ្ងៃមង្គលការរបស់ខ្ញុំនឹងស៊ីឈិនហេតុអីបានជាឯងយកនាងចេញពីយើងទៅខ្ញុំបានស្រឡាញ់នាងជាង20ឆ្នាំទៅហើយស្រាប់ខ្ញុំឲ្យច្បាស់នាងមិនបានស្រឡាញ់ឯងទេគ្រាន់តែចង់គិតពីខ្ញុំតែប៉ុណ្ណោះទើបបង្ខំរើសយកឯងកុំនិយាយដូចជាខ្លួនឯងនេះធំដុំណាឯងគ្រាន់តែជាជនឆ្លៀតឱកាសតែប៉ុណ្ណោះអស់ចាស់ជាងខ្ញុំត្រង់ណាអ្នកប្រសៀវម្នាក់នេះមានកំណត់មិនល្អចំពោះអ្នកបងទេសម្រាប់វាចោលទៅអូខេទៅកុំអីខ្ញុំមិនតែគ្មានអីពាក់ព័ន្ធទេកុំធ្វើបាបគេលោកប្តីល្អណាស់មិនលឺប្រពន្ធខ្ញុំនិយាយទេកុំធ្វើបាបគេបាទចាប់ពីថ្ងៃនេះតទៅគ្រប់យ៉ាងយកសម្ដីប្រពន្ធខ្ញុំជាធំបាទតោះទៅបងប្រុសរបស់ខ្ញុំដើម្បីសម្ដែងការគួរសមចំពោះគ្រប់គ្នាដែលបានមើលថែអ្នកបងអ្នកទាំងអស់គ្នាអាចយកទៅម្នាក់មកលៀនបាននៅទីនេះទាំងអស់គ្នាអំស្រីបងសៀវមកវិញហើយមកសៀវឯងទុកភ្ញៀវសំខាន់មិនទៅពលទុកកូនកំមុំឯងចោលមិនទៅពលឯងថ្ងៃនេះធ្វើឲ្យឈឺជឿអាម៉ាប៉ុណ្ណាឆាប់សុំទោសនាងទៅម៉ាកូនកំមុំរបស់ខ្ញុំនៅទីនេះតាមផ្លូវមកវិញបានចុះឯតាសើជាមួយគ្នារួចហើយថាមិញឯងទុកចោលជិះជាស្អីមកអ៊ីនបាទជួយខ្ញុំត្រូវចាត់ការអ្នកបន្លំធ្វើជាប្រពន្ធខ្ញុំយ៉ាងម៉េចបន្លំធ្វើជាអ្នកបងត្រូវតែសម្លាប់ចោលម៉ាចាប់ពីពេលនេះតទៅខ្ញុំមានប្រពន្ធហើយមនុស្សស្រីដែលមករំអើខ្ញុំបើហ៊ានតែចូលមកចិត្តខ្ញុំ3ចំហៀនខ្ញុំនឹងយកជីវិតពួកគេភ្លាមហ៊ានតែចូលមកចិត្តខ្ញុំ3ចំហៀនខ្ញុំនឹងយកជីវិតគេភ្លាមឯងបង្ខំឲ្យខ្ញុំខឹងស្លាប់មែនទេមិននឹងហៅខ្ញុំថាម៉េចលោកកំបាក់ខ្ញុំបានទេខ្ញុំមិនបានត្រៀមខ្លួនបានខ្ញុំនឹងទុកពេលឲ្យនាងគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនមកនៅក្បែរខ្ញុំនាងចង់បានពេលយប់ប៉ុណ្ណាក៏បាន
ដូរថ្ងៃមង្គលការខ្ញុំឲ្យទៅនាង របាយការណ៍ទ្រព្យសម្បត្តិទៅប្រពន្ធទ្រព្យសម្បត្តិក្រុមឈ្មោះកនិយុមកសៀវផ្ទះ3760ខ្នងចង់ឲ្យនេះមកខ្ញុំធ្វើអី នេះជាទ្រព្យសម្បត្តិក្រុមឈ្មោះរបស់ខ្ញុំទាំងអស់ផ្ទះឡានលុយភាគហ៊ុនទាំងអស់សុទ្ធតែជារបស់នាង ខ្ញុំមិនយកខ្ញុំនិយាយឲ្យខ្ញុំមិនចង់បានលុយសម្បត្តិរបស់លោក នាងជាប្រពន្ធខ្ញុំមានភារកិច្ចមើលថែលុយខ្ញុំ អញ្ចឹងលោកមិនខ្លាចខ្ញុំយកលុយទៅនេះរត់ទៅទេ នាងរត់ផុតពីកណ្ដាប់ដៃខ្ញុំទេ អញ្ចឹងខ្ញុំយកលុយទៅនេះទៅបរិច្ចាគទាំងអស់ បរិច្ចាគតាមចិត្តត្រកូលមកមានច្រើន គ្រួសារមូលដ្ឋានគ្មានម្នាក់សិកា នាងហៅខ្ញុំថាម៉េចត្រូវតែហៅយប់នេះណា លោកប្តី ចូលទៅគេក្នុងបន្ទប់ចុះបើមានការអ្វីត្រូវហៅខ្ញុំ លោកស្រីឆាប់ងើបឡើងការរឿងធំហើយលោកស្រីឆាប់ងើបឡើងការរឿងធំហើយចាំមកសិនណាលោកស្រីមិនក៏ដេកដល់អាត្មានេះហើយមិនต้องងើបទៀតមានអ្នកណាធ្វើប្រពន្ធគេដូចជានាងបែបនេះទៅឆាប់រៀបចំខ្លួនចុះទៅក្រោមលោកស្រីកំពុងនៅខាងក្រោមចាំមកគ្នាអញ្ចឹងថាតែនាងហៅខ្ញុំថាមិនសូម្បីមនុស្សក៏លេចចេះហៅដែរជាមនុស្សស្រីពីសង្គមថ្នាក់ទាបមែនមនុស្សស្រីចេះតែប្រើល្បិចកខ្វក់តាក់ទាញអ្នកប្រថមមិនត្រឹមតែមិនចេះហៅមនុស្សសូម្បីតែកាយវិការលើកតែក៏ខុសគេដែរធ្វើបែបនេះគ្មានបានតាបានជាមកគ្មានមិនផាត់តែអញ្ចឹងខ្ញុំតែសិនហើយឆាប់សិននាងជាមនុស្សចេញពីគ្រួសារក្រីក្រចាំជាមិនស្គាល់ច្បាប់ទម្លាប់មែន សាកនិយាយម្ដងទៀតទៅមើលមានអ្វីមិនពេញចិត្តទេ ក្រែងអ្នកប្រុសចេញទៅក្រៅហើយតា មានត្រូវកន្លែងណាទេខ្ញុំមិនតិចមក ខ្ញុំមិនអីទេ មកអ៊ីនទៅយកបោះថ្នាំមក ខ្ញុំពិតជាមិនអីមែន ថ្នាំនេះបាញ់ទៅមិនកាហាយទេ មកសៀងមនុស្សស្រីដែលអាចដឹងមិនចេះគោរពចាស់ទុំ មិនក៏ខ្ញុំមិនដឹងថានៅក្នុងគ្រួសារនេះមានច្បាប់ទម្លាប់លើកតែ អ្នកប្រុសលោកស្រីគ្រាន់តែជួយលោកបដៃបន្តិចកុំឲ្យនាងមិនយល់ច្បាប់វិន័យធ្វើឲ្យតកូលមកបាក់មុ មិន ន យល់ច្បាប់វិន័យចាប់ពីពេលនេះតទៅពាក្យរបស់ប្រពន្ធខ្ញុំគឺជាច្បាប់ អ្នកប្រុសធំលោក លីភីក្នុងនាមជាមេខាត្រកូលមកបាញ់ចាច់មិនដឹងម្ចាស់ស្រីនៅក្នុងគ្រួសារនេះជាណាមើលទៅនេះមិនចង់បានការងារនេះទៀតទេ អ្នកប្រុសខ្ញុំគ្មានអីចឹងទេអ្នកប្រុសធំខ្ញុំគ្មានអីចឹងទេ មកអ៊ីនយកនាងទៅទ្វីបអាហ្វ្រិកហើយបើគ្មានការអនុញ្ញាតពីខ្ញុំកុំយកនាងមកវិញអាសាក់ ខ្ញុំមិនចង់ទៅអាហ្វ្រិកទេអ្នកប្រុសធំថ្ងៃក្រោយខ្ញុំលែងហ៊ានហើយលីហ្វីគ្រាន់តែនិយាយពាក្យប្រមាណម៉ាត់ប៉ុណ្ណោះអញហួសហើយពេកទៀតដឹង ម៉ាក់បើម៉ាក់នៅតែនិយាយជំនួសនាងទៀតខ្ញុំនឹងបញ្ជូនម៉ាក់ទៅមណ្ឌលចាស់ជរានៅបរទេសហើយ អ្នកស្រីជួយខ្ញុំនិយាយប្រមាណម៉ាត់ទៅខ្ញុំថ្ងៃក្រោយនឹងបម្រើអ្នកស្រីឲ្យបានល្អខ្ញុំជាអ្នកសង្គមថ្នាក់ទៀតមិនចាំបាច់ឲ្យនាងមកបម្រើពិតជាមិនអីមែន សុំទោស មិនកំហុសលោកមិនចាំបាច់សុំទោសខ្ញុំចង់ទៅផ្ទះញ៉ាំបាយជាមួយលោកតាលោកយាយខ្ញុំ ខ្ញុំទៅជាមួយនាងផឹកតែទៅទោះខ្ញុំមិនដឹងហេតុផលលោកយកស៊ីឈិនឲ្យបានប៉ុន្តែមង្គលការរៀបរួចហើយត្រូវតែធ្វើល្អដាក់នាងផងណាខ្ញុំមិនឲ្យនាងរងទុក្ខវេទនាទេស៊ីឈិនខ្ញុំមានការរត់នាងស៊ីឈិនខ្ញុំមានការរត់នាង បងអាហ្វានថ្ងៃក្រោយបងចាំរកខ្ញុំទៀតទេបើឲ្យមកសៀវខាងក៏មិនលើកលែងអាបងទេ ពេលនេះខ្ញុំមិនខ្លាចគេទៀតទេឆាប់ទៅកន្លែងមួយជាមួយខ្ញុំ បងអាហ្វានបងនាំខ្ញុំមកទីនេះធ្វើអី អ្នកបងចាងទីបំផុតពួកយើងជួបគ្នាហើយស៊ីឈិនខ្ញុំណែនាំនាងបន្តិចនេះគឺអ្នកប្រជិគូប្រកួតសាប់រស់របស់ម៉ូសៀវឥឡូវនេះបងបានដើរតាមអ្នកប្រជិទៅហើយថ្ងៃក្រោយមិនចាំបាច់ខ្លាចការចង្រៃម៉ូសៀវនោះទៀតទេ បងអាហ្វានមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេ ស៊ីឈិនឬមួយក៏នាងចង់អាចចង្រៃនោះគ្រប់គ្រងនាងមួយជីវិ ខ្ញុំ ត ប៉ាប៉ាដល់គេគឺជារឿងរវាងខ្ញុំនិងគេបងមិនចាំបាច់លាក់បងខ្លួនឯងមកជួយខ្ញុំរត់តែមិនចាំបាច់ធ្វើដល់ដំណាក់កាល ស៊ី នេះ ឈិនទាំងនេះសុទ្ធតែខ្ញុំយល់ព្រមមិនបានបន្ទោសខ្លួនឯងទេណាអ្នកនាងចាងពិតជាមនុស្សស្រីម្នាក់មានចិត្តសប្បុរសមែនគិតថាប៉ាម៉ាក់របស់នាងក៏ជាមនុស្សស្លូតបូតចិត្តល្អអញ្ចឹងដែរកុំតន់អាចប្រញាប់ទៅពេកអីទីនេះមានកាមេរ៉ាឆ្នាំនោះប៉ាម៉ាក់របស់នាងលោតពីលើអាគារឬមួយក៏នាងមិនចង់ឃើញប៉ាម៉ាក់របស់នាងនៅក្នុងឆ្នាំនោះត្រូវមនុស្សរបស់ម៉ូសៀវបង្ខំឲ្យដើរតច្រក កាមេរ៉ាឆ្នាំនោះសូម្បីប៉ូលីសក៏ពិបាករកហេតុអីក៏លោកនេះ ស៊ីឈិនអំណាចរបស់គាត់ធំខ្លាំងណាស់បើអ្នកនាងចាងយល់ព្រមសហការជាមួយខ្ញុំមិនត្រឹមតែឲ្យនាងចាក់ចេញពីម៉ូសៀវបានប៉ុណ្ណោះទេនៅឲ្យនាងសងសឹកចំនួនឪពុកម្ដាយរបស់នាងបានទៀតអ្នកនាងចាងក៏មិនយល់ព្រមរួមខ្នាយរួមក្រែជាមួយនឹងអ្នកដែលសម្លាប់ឪពុកម្ដាយរបស់នាងដែរមែនទេបែបនេះឪពុកម្ដាយរបស់នាងមិននឹងអាចទៅកាន់សុគតិភពបាន លោកចង់សហការយ៉ាងម៉េច ក្នុងគ្នាខ្សែក្បាត់នេះមានឧបករណ៍ស្ដាប់សំឡេងឲ្យតែនាងឲ្យម៉ូសៀវពឹងលើក្តីស្រឡាញ់របស់គេពាក់វារាល់ថ្ងៃខ្ញុំត្រូវការនាងប្រាប់ពីព័ត៌មានរបស់គេខ្លះទូរស័ព្ទនេះអាចឆ្លងកាត់ការពិសោធន៍ព័ត៌មានពិសេសនៅក្នុងនេះគឺអាចបន្ថែមសុវត្ថិភាពឲ្យនាងបានតាក់ទងមកខ្ញុំគ្រប់ពេលមិនចាំបាច់បារម្ភវីដេអូកាមេរ៉ារបស់ឪពុកនាងដែលធ្លាក់ពីលើអាគារខ្ញុំប្រកាសជាឲ្យនាង អ្នក
នាងចាំងកន្លងទៅប្រហែលថ្ងៃអ្នកនាងដូចជាមិនទាន់ឲ្យកដោទៅមកស៊ីវទេ គេក៏មិនមែនល្ងងខ្ញុំស្អប់គេដល់ថ្នាក់នេះស្រាប់តែសឹកឲ្យកដោគេមិនចេះសង្ស័យទេខ្ញុំគ្រាន់តែរកឱកាសដាក់ឲ្យកដោប៉ុណ្ណោះ បើអ្នកនាងចាំងចង់រួចផុតលឿនពីរឿងនេះត្រូវតែធ្វើលឿនតិចទៅ សំឡេងរបស់លោក ការសន្ទនាទាំងអស់នៅក្នុងទូរស័ព្ទនេះសុទ្ធតែឆ្លងកាត់ការកែសម្លេងនាងដូចគ្នាអ្នកនាងចាំងអាចនិយាយប្រាប់ខ្ញុំគ្រប់យ៉ាងមិនចាំបាច់បារម្ភ ល្អខ្ញុំនឹងឆាប់រកឱកាសខ្ញុំក៏មិនមែនល្ងងខ្ញុំគ្រាន់តែចង់រួចពីគេតែក៏មិនចង់ឲ្យលោកប្រើប្រាស់ដែរអេនាងឆ្លប់លឺទេអាចកំបាំងរបស់អ្នកស្រីនាងឆ្លប់លឺទេអាចកំបាំងរបស់អ្នកស្រីអាចកំបាំងអីយើងឮថាអ្នកស្រីធ្លាប់ចូលរៀនថ្នាក់បណ្ដុះបណ្ដាលដែលអាចតាក់ទាញមនុស្សប្រុសមានលុយបែបនោះមកបានមានបែបនឹងផងហ៎នាងឮពីណាខ្ញុំឮមិនសមមិញណាលោកស្រីនិយាយលោកស្រីនៅថាអ្នកស្រីមិនមែនជាស្រីស្អាតពីធម្មជាតិប្រកាសជាធ្លាប់កែមុខម្យ៉ាងទៀតជីវិតឯកជននាងក៏មិនបរិសុទ្ធស្អាតដូចនៅខាងក្រៅមនុស្សប្រុសច្រើនណាស់អ្នកប្រុសធំពួកយើងមានប្រវត្តិស្នេហាតិចត្រូវនាងបោកប្រាស់ហើយចាំមើលណាអ្នកប្រុសដឹងពីគោលដៅពិនប្រកាសជាស្អប់ណាស់បានហើយនាងឆាប់និយាយទៅឆាប់ធ្វើការស្អប់ខ្ញុំនេះ ណាណា លោកគឺមកសៀងមែនទេលោកគឺ ខ្ញុំគឺ មនុស្សដែលអាចពាក់ស្នែឲ្យលោកបាន ជាជនទី3ក្នុងអង្គការលោក មនុស្សដែលអាចពាក់ស្នែឲ្យលោកបានមនុស្សដែលនិយាយប្រេប្រានៃចំពោះមកខ្ញុំដឹងទេថាត្រូវស្លាប់ទៅយ៉ាងម៉េច ខ្ញុំមិនដឹងទេតែខ្ញុំដឹងពីអាកំបាំងប្រពន្ធរបស់លោកច្រើនណាស់ ចង់លឺដែរទេនិយាយមក ប្រពន្ធរបស់លោកការប៉ិនធ្លាប់កែមុខ មុខមាត់របស់នាងអាក្រក់គ្មានគូប្រៀប ម្យ៉ាងទៀតនាងក៏មិនមែនមើលទៅបរិសុទ្ធដូចជាលោកមើលឃើញដែរ ពេលនាងរៀននៅសាកលមានទំនាក់ទំនងជាមួយប្រុសជាង100នាក់តាហើយ ជីវិតឯកជនរបស់នាងរញ៉េរញ៉ៃជាងលោកគិតទៅទៀត ស្ដាប់ណាបើហ៊ានចោទប្រកាន់ប្រពន្ធខ្ញុំមួយម៉ាត់ទៀតខ្ញុំនឹងបំបែកសាកសពរបស់ឯងចោល ប៉ុណ្ណឹងក៏ទទួលលែងបានទៅហើយ ដែលចាក់ដាច់ជាងនេះគឺនៅខាងក្រៅទៀតប្រពន្ធរបស់លោកត្រូវខ្ញុំលែងរាប់មិនអស់ហើយ